អ្នកស្ដាប់ជាទីមេត្រីកម្មវិធី Hello VOA របស់យើងខ្ញុំចាប់ផ្ដើមហើយក្រោយកម្មវិធីនេះយើងខ្ញុំសូមជូនព័ត៌មានសង្ខេបនៅជុំវិញពិភពលោកនៅរាត្រីនេះវាគ្មិនរបស់យើងខ្ញុំគឺលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិហើយប្រធានបទផ្ដោតលើវិធីដោះស្រាយការជាប់គាំងនយោបាយនិងគោលជំហរចុងក្រោយរបស់គណៈបកសង្គ្រោះជាតិអ្នកសម្របសម្រួលគឺលោកម៉ែនកំសែងបើលោកអ្នកចង់ចូលរួមឬមានសំណួរសូមទូរស័ព្ទលេខ012 51 51 94ឬតាមទំព័រ facebook.com/voa ខ្មែរហើយចុច like សរសេរសំណួរពីក្រោមប្រធានបទសូមអញ្ជើញលោកម៉ែនកំសែងចា៎បាទសូមអរគុណអ្នកស្រីកងស៊ីវុនអរលោកអ្នកស្ដាប់កម្មវិធីរបស់ VOA តាមធម្មតាយើងមានតែនៅថ្ងៃច័ន្ទទេសម្រាប់ការធ្វើកម្មវិធី Hello VOA ហើយនឹងថ្ងៃប្រហោះប៉ុន្តែដោយសារតែមានដោយតែការវិវត្តច្រើនខាងផ្នែកនយោបាយក្នុងប្រទេសកម្ពុជាយើងរៀបចំកម្មវិធី Hello VOA ពិសេសនៅថ្ងៃនេះដើម្បីឲ្យលោកអ្នកបានដឹងបន្ថែមទៀតពីគោលជំហររបស់គណៈបកសង្គ្រោះជាតិដែលលោកបានតវ៉ាទាមទារជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតនិងការយល់ឃើញរបស់គណៈបកចំពោះការបង្កើតរដ្ឋសភាដែលមានការចូលរួមតែពីសមាជិកសភាគណៈបកប្រជាជនកម្ពុជានិងការឈានមួយជំហានទៀតទៅបង្កើតរដ្ឋាភិបាលថ្មីសម្រាប់នីតិកាលទី5នេះហើយនៅយប់នេះយើងមានកិត្តិយសដោយលោកកឹមសុខាលោកជាអនុប្រធានគណៈបកសង្គ្រោះជាតិបានយល់ព្រមចូលជាវាគ្មិនពិសេសដើម្បីបកស្រាយអំពីបញ្ហានេះបាទលោកអនុប្រធានលោកសូមជម្រាបសួរបាទសូមជម្រាបសួរលោកផ្សេងបាទសូមអរគុណលោកច្រាស់នៅបានចំណាយពេលដ៏មមាញឹកចូលក្នុងកម្មវិធី Hello VOA ពិសេសនេះខ្ញុំចង់ចាប់ផ្ដើមការពិភាក្សារបស់យើងដោយផ្អែកទៅលើសេចក្តីថ្លែងការណ៍របស់គណៈបកសង្គ្រោះជាតិដែលបានចេញនៅថ្ងៃនេះតែម្ដងគឺនៅក្នុងសេចក្តីថ្លែងការណ៍គណៈបកសង្គ្រោះជាតិនៅតែចោទប្រកាន់ថារដ្ឋាភិបាលថ្មីនេះមិនស្របតាមរដ្ឋធម្មនុញ្ញតើលោកអាចបញ្ជាក់អំពីហេតុផលនៃការអះអាងក្នុងការទាមទារហៅថារដ្ឋាភិបាលមិនស្របនឹងរដ្ឋធម្មនុញ្ញនោះបានទេបាទមកខ្ញុំសូមបញ្ជាក់ថាការដែលបង្កើតរដ្ឋាភិបាលឬបង្កើតក្បាលម៉ាស៊ីនសភាពីថ្ងៃទី24នេះគឺមិនទាន់បានយកច្បាប់រដ្ឋធម្មនុញ្ញមកអនុវត្តឲ្យបានត្រឹមត្រូវនៅឡើយទេគឺមានបញ្ហារំលោភលើច្បាប់ជាច្រើនចំណុចមាត្រាជាច្រើននៅក្នុងរដ្ឋធម្មនុញ្ញទី1គឺយើងមើលតាំងពីដើមមកអត់ទាន់បានមានឯកភាពជាតិទេបាទធម្មតាគឺមុននឹងការបើកប្រជុំសភាឬក៏រៀបចំការងារធំរបស់ប្រទេសជាតិគឺរដ្ឋធម្មនុញ្ញបានចែងថាត្រូវមានឯកភាពជាតិបាទត្រូវមានឯកភាពជាតិប៉ុន្តែកន្លងមកគណៈបកដែលជាប់ឆ្នោតមានតែ2ទេគឺគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាហើយគណៈបកទាំងពីរនេះគឺខ្វែងគំនិតគ្នាអំពីលទ្ធផលនៃការបោះឆ្នោតមួយថាមួយឈ្នះមួយថាមួយឈ្នះគឺខ្វែងគំនិតគ្នានៅឡើយប្រជាពលរដ្ឋមកចំហៀងប្រទេសបានគ្រប់គ្រងគណៈបកសង្គ្រោះជាតិថាបោះឆ្នោតនេះមិនត្រឹមត្រូវទេបាទមានការលួចបន្លំមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរហើយសហគមន៍ជាតិដោយអង្គការក្រៅរដ្ឋាភិបាលក៏រកឃើញអញ្ចឹងសហគមន៍អន្តរជាតិក៏រកឃើញអញ្ចឹងដែរថាយើងអត់ថាការបោះឆ្នោតនេះអត់ត្រឹមត្រូវអញ្ចឹងហើយវារំលោភទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋហើយយើងព្រះមហាក្សត្រខំឲ្យគណៈបកទាំងពីរជួបគ្នាប៉ុន្តែជួបគ្នាជជែកគ្នាមិនទាន់មានឯកភាពគ្នាផងហើយតែទៅប្រជុំសភាតាមកាលពីថ្ងៃ23នេះគឺប្រជុំតែអត់ទាន់មានឯកភាពជាតិអញ្ចឹងមាត្រាទី8ចែងថាព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិណាដូច្នេះយើងអត់ទាន់ឃើញឯកភាពជាតិហើយយើងប្រជុំមានន័យថាវាប៉ះពាល់ដល់រដ្ឋធម្មនុញ្ញមាត្រា8នឹងហើយចំណុចដែលសំខាន់ចុងក្រោយថ្មីនេះដែលគេធ្វើការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភាក្បាលម៉ាស៊ីនរដ្ឋាភិបាលក្នុងថ្ងៃ24ម្សិលមិញនេះគឺមិនស្របតាមរដ្ឋធម្មនុញ្ញទេក្នុងរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យយកច្បាប់រដ្ឋធម្មនុញ្ញបន្ថែមយកមកប្រើប្រាស់សម្រាប់បោះឆ្នោតឬក្បាលម៉ាស៊ីនរដ្ឋសភាក្បាលម៉ាស៊ីនរដ្ឋាភិបាលលុះណាតែ
មានបញ្ហាគណៈបកមួយមិនអាចរៀបចំរដ្ឋាភិបាលបានតលមានគណៈបកជារដ្ឋាភិបាលចម្រុះបានយកមាត្រានៃច្បាប់ច្បាប់ធម្មនុញ្ញបន្ថែមយកមកអនុវត្តបើសិនណាជាគណៈបកតែមួយដែលអាចរៀបចំរដ្ឋាភិបាលបានតែឯងអត់មានបញ្ហាអីទេគឺយកច្បាប់យកមាត្រារដ្ឋធម្មនុញ្ញមាត្រា119និងមាត្រា82យកមកអនុវត្តហើយខុសគ្នាយ៉ាងណាចំពោះមាត្រា119នេះគឺការបោះឆ្នោតនឹងក្រមអធិបតេយ្យភាពរបស់ព្រឹទ្ធបរិះនឹងគឺបោះឆ្នោតដោយឡែកមួយម្ដងគឺបោះឆ្នោតរើសប្រធានសភាដោយឡែកបោះឆ្នោតរើសអនុប្រធានទី1ទី2ដោយឡែកបោះឆ្នោតរើសប្រធានអនុប្រធានគណៈកម្មការជំនាញសភាដោយឡែកហើយនឹងបោះឆ្នោតរើសនាយករដ្ឋមន្ត្រីសមាជិកគណៈរដ្ឋមន្ត្រីនឹងគឺដោយឡែកអត់បោះរួមគ្នាតែម្ដងទេហើយការបោះឆ្នោតនឹងគឺបោះឆ្នោតដោយសម្ងាត់ទៀតអានឹងបើសិនណាជាភាពធម្មតាអត់មានគណៈបកចម្រុះទេក្នុងរដ្ឋាភិបាលគឺត្រូវធ្វើអញ្ចឹងហើយបើសិនណាជាមានបញ្ហាគណៈបកមួយមិនអាចមានគ្រប់សម្លេងដើម្បីដឹកនាំរដ្ឋាភិបាលម្នាក់ឯងត្រូវការគណៈបកមួយផ្សេងទៀតដើម្បីបង្គ្រប់ចំនួនសម្លេងសម្រាប់រៀបចំរដ្ឋាភិបាលពេលហ្នឹងគណៈបកដែលចូលក្នុងរដ្ឋាភិបាលចម្រុះមូលមាត់គ្នាត្រូវយកអនុវត្តតាមច្បាប់ធម្មនុញ្ញបន្ថែមច្បាប់ធម្មនុញ្ញបន្ថែមគឺមានន័យថាម៉េចមានន័យថាក្នុងពេលដែលមាត្រាទី4នោះថាការរៀបចំបញ្ជីរាយនាមបេក្ខជនដើម្បីបោះឆ្នោតជ្រើសតាំងនិងផ្ដល់សេចក្តីទុកចិត្តត្រូវធ្វើដូចតទៅបញ្ជីរាយនាមបេក្ខជនប្រធានអនុប្រធាននៃរដ្ឋសភាក៏ដូចជាប្រធាននិងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភាត្រូវរៀបចំនិងស្នើដោយគណៈបកនយោបាយដែលព្រមព្រៀងគ្នាដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះហើយត្រូវផ្ញើជូនព្រឹទ្ធសមាជិករដ្ឋសភាអានឹងក្នុងលក្ខខណ្ឌដែលគណៈបកតែមួយម្នាក់ឯងធ្វើរដ្ឋាភិបាលមិនបានក្នុងលក្ខខណ្ឌដែលមានរដ្ឋាភិបាលចម្រុះពីគណៈបកផ្សេងគ្នាអានឹងបានគេយកច្បាប់រដ្ឋធម្មនុញ្ញបន្ថែមមកប្រើតែដោយលក្ខណៈដែលគេអនុវត្តម្សិលមិញនេះគឺគណៈបកប្រជាជនតែឯងថាមានខ្លួនអត់មានគ្រប់ចំនួន68ហើយការអនុម័តត្រូវការតែ 50% បូក1ត្រូវការតែ63សម្លេងអត់មានត្រូវការគណៈបកសង្គ្រោះជាតិទៅធ្វើរដ្ឋាភិបាលចម្រុះឯណាគណៈបកសង្គ្រោះជាតិអត់មានទៅធ្វើជាមួយណាដូច្នេះហើយមានត្រូវការបោះតាមច្បាប់ធម្មនុញ្ញបន្ថែមណាបោះតែតាមធម្មនុញ្ញធម្មតាហ្នឹងមាត្រា119បានបោះដោយឡែកប៉ុន្តែគេអត់បោះដោយឡែកគេបោះធម្មនុញ្ញបន្ថែមមានន័យថាខុសច្បាប់រដ្ឋធម្មនុញ្ញមួយទី2ក្នុងមាត្រាទី6នៃច្បាប់ធម្មនុញ្ញបន្ថែមនោះគឺបានបញ្ជាក់ច្បាស់ហើយថាការដែលបោះឆ្នោតនៅក្នុងផ្ដាល់សេចក្តីទុកចិត្តបាទការបោះឆ្នោតជាកញ្ចប់ខាងលើនេះត្រូវយកតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលដូច្នេះការបោះឆ្នោតម្សិលមិញនេះឬរដ្ឋាភិបាលក្តីឬក្បាលម៉ាស៊ីនសភាក្តីគឺមតិភាគច្រើនដាច់ខាតនៃចំនួន68លើ68ឯងមិនមែន68លើ123ទេពីព្រោះសភាសប្តាហ៍នេះរហូតមកដល់ឥឡូវនេះគឺសភាអត់ទាន់មានសមាជិកដែលបានទៅសច្ចាប្រណិធានគ្រប់123ទេទៅសច្ចាប្រណិធានតែ68ហើយកាលណាតំណាងរាស្ត្រណាដែលមិនទាន់ទៅសច្ចាប្រណិធានអត់ទាន់មានចូលជាតំណែងដើម្បីបំពេញការងារបានទេអញ្ចឹងតំណែងដែលមានក្នុងសភាបច្ចុប្បន្នមានតែ68ឯងអញ្ចឹងការបោះឆ្នោត68លើ68គឺខុសនឹងរដ្ឋធម្មនុញ្ញមាត្រា6នៃច្បាប់ធម្មនុញ្ញបន្ថែមគឺបោះឆ្នោត68លើ68មិនមែន68លើ123នឹងហើយគេហៅថារំលោភលើរដ្ឋធម្មនុញ្ញហើយដែលគណៈបកសង្គ្រោះជាតិមិនអាចទទួលស្គាល់នៅសមាជិកភាពទាំងអស់នេះបានបាទសូមអរគុណលោកកឹមសុខាចារ្យដែលបានបកស្រាយយ៉ាងក្បោះក្បាយអំពីហេតុផលផ្លូវច្បាប់ដែលគណៈបកយល់ឃើញបានជាឈានមកដល់ការធ្វើការសន្និដ្ឋានបែបនេះហើយចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីម្សិលមិញក៏លោកបាន
ធ្វើការជាចោតជាសំណួរផងដែរចំពោះភាពស្របច្បាប់ហើយនឹងការអះអាងរបស់គណៈបកសង្គ្រោះជាតិនេះដូច្នេះសូមអនុញ្ញាតស្ដាប់នៅប្រសាសន៍របស់លោកឡើងវិញដែលបានចាក់ផ្សាយតាមទូរទស្សន៍ជាតិឬក៏ទូរទស្សន៍ក្នុងស្រុកដែរក៏ប៉ុន្តែយើងចង់ស្ដាប់ឡើងវិញបន្តិចបាទយើងក៏ចង់ដឹងដែរថាតែគេចោទថាខុសច្បាប់នេះបាទទាំងព្រះមហាក្សត្រទាំងសម្ដេចព្រះចៅបានថាបានគាត់ដែលកំពុងប្រជុំធ្វើការនៅក្នុងទីតាំងបាទដែលគេកំណត់ដោយច្បាប់នេះរដ្ឋធម្មនុញ្ញនេះបាទតើអ្នកចោទនោះជាអ្វីអញ្ចឹងទេបើមកប្រទេសវាខុសច្បាប់ទាំងអស់ទៅហើយអញ្ចឹងទេតើគេចង់បង្កើតរដ្ឋឯករាជ្យមួយក្រៅពីរដ្ឋនេះឬយ៉ាងម៉េចយើងគ្រាន់តែលើកជាបញ្ហាឡើងដើម្បីឲ្យពួកនៃច្បាប់ជាពិនិត្យតែម្ដងយើងមិនបានត្រៀមខ្លួនធ្វើអ្វីទេប៉ុន្តែទស្សនវិជ្ជាផ្លូវច្បាប់ត្រូវតែវែងញែកឲ្យបានច្បាស់បាទអំបញ្ញមិញនេះគឺជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយនឹងក្រុមអ្នកយកសារព័ត៌មានកាលពីម្សិលមិញដែលលោកចង់ឲ្យមានការបកស្រាយរបស់អ្នកច្បាប់នៅពេលក្រោយហើយខ្ញុំនឹងងាកមកបញ្ហានេះនៅពេលបន្តិចទៀតប៉ុន្តែដោយសារឥឡូវនេះយើងមានអ្នកស្ដាប់ម្នាក់គឺលោកផុតលោកអញ្ជើញមកពីរាជធានីភ្នំពេញលោកមានសំណួរចង់សូមសួរលោកប្រធានបន្តិចបាទដូច្នេះបាទលោកផុតសូមចេញខ្លីៗដោយសារពេលវេលាយើងមិនសូវជំនាញបាទអាឡូបាទជំរាបសួរបាទជំរាបសួរជាដំបូងខ្ញុំសូមអរគុណជាខ្លាំងដែលខ្ញុំជាអ្នកសួរទី1ដែលបាន call ចូល Hello VOA មុននឹងដាក់ជាសំណួរខ្ញុំសូមមានសំណូមពរមួយថាសូមសូមគោរពឯកឧត្តមកឹមសុខាហើយខ្ញុំមានសំណូមពរមួយថាសូមឲ្យឯកឧត្តមហើយនឹងថ្នាក់